យើងនឹងអ្វីដែលយើងចង់បានឬអត់ចាសូមដាក់ទាំងអស់គ្នាចាលិខិតបកប្រែផ្លូវការចាថ្ងៃទី8ខែសីហាឆ្នាំ2014កម្មវត្ថុការស្ដារឡើងវិញផ្លូវដែកនៅកម្ពុជាលិខិតរបស់តំណាងសហគមន៍ចុះថ្ងៃទី7ខែសីហាឆ្នាំ2014សូមអរគុណចំពោះលិខិតរបស់លោកស្រីចុះថ្ងៃទី7ខែសីហាឆ្នាំ2014ដែលយើងបានទទួលនៅថ្ងៃដដែលយើងបានពិនិត្យលិខិតរបស់លោកស្រីប៉ុន្តែយើងមិនអាចរកឃើញនៅឈ្មោះរបស់តំណាងសហគមន៍នៅក្នុងឯកសារនៃការសង្កេតវាស់វែងលំអិត AMS សម្រាប់គ្រួសារដែលរងផលប៉ះពាល់នោះទេតើលោកស្រីអាចបញ្ជាក់បានទេថាតើអ្នកតំណាងសហគមន៍គឺជាសមាជិកនៃគ្រួសារដែលរងផលប៉ះពាល់ដែរឬទេយើងនឹងបញ្ជូនលិខិតរបស់លោកស្រីដែលចុះថ្ងៃទី3ខែសីហាឆ្នាំ2014ទៅនាយកដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាលេខាធិការដ្ឋាននៃគណៈកម្មការដោះស្រាយផលប៉ះពាល់អន្តរក្រសួងនឹងដែលជាអ្នកអនុវត្តគម្រោងដើម្បីឆ្លើយតបទៅនឹងសំណួររបស់លោកស្រីយើងក៏សូមជម្រាបទៅលោកស្រីដែរថាមន្ត្រីផ្នែកសុវត្ថិភាពសង្គមសូមរួមទាំងនាយកប្រចាំប្រទេសផងសូមធ្វើការកំពុំធ្វើការនៅការិយាល័យទេនៅដើមសប្តាហ៍ក្រោយប្រសិនបើលោកស្រីមានអ្វីដើម្បីឲ្យយើងបញ្ជាក់បន្ថែមសូមកុំរារាយក្នុងការទំនាក់ទំនងមកយើងតាមរយៈលេខទូរស័ព្ទ023 215 805សូមលោកស្រីទទួលការនៅការរាប់អានអំពីខ្ញុំលោកអេរិចអធិលេខានាយកប្រចាំប្រទេស